ស្ដីអ្នកទាំងអស់គ្នាពេលនេះយើងមកសង្ខេបសាច់រឿងនៅក្នុងភាគទី86របស់យើងបន្តិចទៅតពីភាគមុនមកបន្ទាប់ពីវ៉ាងលីនគឺបានស្ដារកម្លាំងរបស់គាត់ឲ្យដល់ដំណាក់កាលចុងក្រោយនៃកម្រិតទី4វិញបន្ទាប់ពីស្រូបយកនៅធម្មពលវិញ្ញាណយ៉ាងច្រើនទាំងអស់ហ្នឹងហើយក៏ធ្វើធម្មពលវិញ្ញាណនៅក្នុងបកខាងក្រៅហ្នឹងគឺត្រូវបាត់អស់ទាំងស្រុងដូចគ្នាដូច្នោះទស្សនវិជ្ជាហ្នឹងវាក៏បានបង្កនៅការផ្ចាក់ផ្អើលយ៉ាងខ្លាំងដែរក៏បានបណ្ដាលឲ្យជើងខ្លាំងមួយចំនួនដែលមានអ្នកខ្លះកម្រិតទី3អ្នកខ្លះកម្រិតទី4ហ្នឹងគឺមើលអំពីបកខាងក្នុងដើម្បីពិនិត្យមើលថាតើមានអ្វីកើតឡើងថាតើអ្នកណាគឺជាអ្នកបង្កបញ្ហានៅក្នុងបកខាងក្រៅអញ្ចឹងណាដែលបានបណ្ដាលឲ្យធម្មពលវិញ្ញាណហ្នឹងគឺថាអស់លេងសូន្យឆឹងតែម្ដងដោយដែលយើងដឹងស្រាប់អញ្ចឹងវ៉ាងលីនគាត់គឺស្រូបយកអស់ហើយប៉ុន្តែបញ្ហាទាំងអស់ហ្នឹងពួកគេគឺរកមិនឃើញនោះទេបើទោះបីជាពួកគេហ្នឹងគឺបានពិនិត្យមើលនៅការចងចាំរបស់កូនសិស្សទាំងអស់ក៏ដោយក៏នៅតែរកមិនឃើញហើយនៅពេលដែលនៅបកខាងក្រៅហ្នឹងយើងក៏បានឃើញដែរវ៉ាងលីនគាត់ក៏បានជួបគ្នាជាមួយនឹងស្រីស្អាតរបស់យើងដែលជាលាវម៉ៃនឹងឯងដោយនាងក៏បានសម្ដែងធ្វើជាចិត្តល្អក៏ដូចជាណែនាំប្រាប់ទៅកាន់វ៉ាងលីនអញ្ចឹងណាប៉ុន្តែវ៉ាងលីនយើងដឹងស្រាប់រួចមកហើយគាត់គឺជាមនុស្សម្នាក់ដែលមានការប្រុងប្រយ័ត្នខ្ពស់ខ្លាំងមែនទែនអញ្ចឹងគាត់ក៏បានដឹងថាយាយប៉ែហ្នឹងគឺសម្ដែងធ្វើចិត្តល្អនោះទេហើយការពិតវិញនាងគឺមានគំនិតអាក្រក់មកលើគាត់បន្ទាប់មករយៈពេល3ខែក៏បានមកដល់ការប្រកួតនៃបកខាងក្រៅក៏បានចាប់ផ្ដើមផងដែរវ៉ាងលីនដោយសារតែគាត់គឺមានការខ្វះខាតនៃធម្មពលវិញ្ញាណដូច្នោះហើយគាត់ក៏មិនអាចស្ដារកម្លាំងរបស់គាត់ឲ្យដល់កម្រិតទី5វិញបានដែរអញ្ចឹងទៅក៏ប្រាប់ថាតំណែងដែលចូលទៅក្នុងបកខាងក្នុងគាត់គឺត្រូវតែយកឲ្យបានហើយការប្រកួតហ្នឹងក៏ចាប់ផ្ដើមទៅយើងក៏ដឹងទៀតថាវ៉ាងលីនគឺឈានទៅដល់ដំណាក់កាលចុងក្រោយនៃកម្រិតទី4ទៅហើយដូច្នោះហើយការប្រកួតហ្នឹងវាគឺមិនមែនជាបញ្ហាសម្រាប់គាត់នោះទេដោយគាត់ក៏អាចយកឈ្នះបានយ៉ាងងាយតែម្ដងព្រោះថាកូនសិស្សខ្លះគឺខ្លាំងអស់ហើយគឺនៅត្រឹមតែដំណាក់កាលកណ្ដាលនៃកម្រិតទី3ឬមួយក៏ដំណាក់កាលដំបូងអីហ្នឹងប៉ុន្តែគ្រាន់តែថាវ៉ាងលីនគាត់គឺមិនបានសម្លាប់មនុស្សនោះទេបន្ទាប់ពីយកឈ្នះទៅលើការប្រកួតនេះហើយវ៉ាងលីនក៏ត្រូវបានពួកព្រឹទ្ធាចារ្យនាំគាត់ចូលទៅក្នុងបកខាងក្នុងហើយជាធម្មតានោះទេបកនីមួយៗគឺតែងតែមានហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេរៀងៗខ្លួនមានទាំងជើងខ្លាំងក៏ដូចជាជើងអត់ខ្លាំងអីជាដើមប៉ុន្តែគោលដៅសំខាន់បំផុតរបស់វ៉ាងលីនគាត់គឺចង់រៀនអំពីទង់ព្រលឹងអញ្ចឹងបន្ទាប់ពីទៅដល់ទីនោះហើយគាត់ក៏បានធ្វើដំណើរទៅកាន់វិមានដែលរក្សានៅគម្ពីរក្បាច់គុណក៏ដូចជាបច្ចេកទេសអីជាដើមនឹងឯងប៉ុន្តែនៅពេលដែលគាត់ទៅដល់ទីនោះក៏បានជួបជាមួយនឹងបុរសម្នាក់ទៀតដែលបុរសម្នាក់ហ្នឹងគឺនៅកម្រិតទី4ដែរប៉ុន្តែដំណាក់កាលណាអេដមីនគឺអត់ច្បាស់នោះទេហើយបុរសម្នាក់ហ្នឹងក៏និយាយដែរបើទោះបីជាវ៉ាងលីនគឺរកតងាប់ទៀតក៏រកមិនឃើញដែរមូលហេតុដោយសារតែបច្ចេកទេសទាំងអស់នេះវាគឺមានតែនៅលើកូនសិស្សតែប៉ុណ្ណោះអញ្ចឹងប្រសិនបើវ៉ាងលីនគាត់គឺចង់បានអំពីបច្ចេកទេសហ្នឹងចង់សិក្សាស្វែងយល់អំពីទង់ព្រលឹងហ្នឹងគឺមានតែធ្វើជាចោលដោយមានន័យថាគាត់គឺត្រូវតែប្លន់យកបច្ចេកទេសហ្នឹងអំពីកូនសិស្សដទៃផ្សេងទៀតដែលនៅក្នុងបកខាងក្នុងហ្នឹងឯងបើយើងនិយាយទៅបកចម្រាញ់ព្រលឹងហ្នឹងគឺប្រៀបបីដូចជាបកចោលអញ្ចឹងណាគឺមានន័យថាប្លន់គ្នាទៅវិញទៅមកហ្នឹងឯងអញ្ចឹងទៅវ៉ាងលីនគាត់ក៏មានតែសម្រាប់ធ្វើបែបហ្នឹងឯងដូច្នោះហើយគាត់ក៏បានធ្វើដំណើរទៅកាន់ឡានភ្នំមួយកន្លែងហើយក៏បានជួបជាមួយនឹងបុរសម្នាក់ទៀតនិងក៏បានប្លន់យកនៅទង់ព្រលឹងអំពីបុរសម្នាក់ហ្នឹងតែម្ដងហើយនៅកន្លែងនោះទៀតសោតយើងក៏បានឃើញអំពីស្រីស្អាតចំនួន2នាក់ផងដែរដែលកន្លែងហ្នឹងយើងគឺពិបាកនៅក្នុងការបញ្យល់បន្តិចស្រីស្អាតហ្នឹងបន្ទាប់ពីឃើញវ៉ាងលីនដឹងថាវ៉ាងលីនខ្លាំងពួកគេក៏តែងតែតាមវ៉ាងលីនផងដែរដោយសង្ឃឹមថាវ៉ាងលីនហ្នឹងគឺអាចជួយការពារពួកគេបានប៉ុន្តែទៅដឹងអីបុរសមុខងាប់យើងគឺជាបុរសដែលមានបេះដូងដៃណាមិនងាយចែកក្តីស្រឡាញ់ទៅឲ្យនរណាម្នាក់នោះទេអញ្ចឹងបើទោះបីជាពួកគេទាំងពីរហ្នឹងគឺតាមយ៉ាងណាក៏ដោយក៏ខកចិត្តមិនស្ទើរដែរដោយតែងតែត្រូវបានវ៉ាងលីនហ្នឹងគឺថាបដិញ្ញពួកនាងចេញមកវិញអញ្ចឹងណាបើទោះបីជាពួកនាងគឺព្យាយាមអង្វរយ៉ាងណាក៏ដោយហើយបន្តមកទៀតបន្ទាប់ពីវ៉ាងលីនគាត់គឺធ្វើការស្វែងយល់អំពីទង់ព្រលឹងដែលគាត់ទទួលបានហើយហ្នឹងគាត់ក៏ចង់បាននៅទង់ព្រលឹងមួយទៀតដែលគេឲ្យឈ្មោះថាទង់ព្រលឹង 10000 អញ្ចឹងទៅវ៉ាងលីនគាត់ក៏បានធ្វើដំណើរទៅកន្លែងហ្នឹងគឺដើម្បីធ្វើការបង្ក្រាបក៏ដូចជាដណ្ដើមយកនៅទង់ព្រលឹង 10000 ប៉ុន្តែនៅកន្លែងហ្នឹងទៀតសោតយើងក៏បានឃើញដែរវាគឺមាននៅសត្វវិញ្ញាណមួយគឺជាអ្នកការពារនៅទីនេះហើយមនុស្សជាច្រើននៅក្នុងបកចម្រាញ់វិញ្ញាណហ្នឹងគឺតែងតែធ្វើការសាកល្បងគឺដើម្បីលក្ខណៈថាធ្វើជាម្ចាស់នៃទង់ព្រលឹង 10000 ហ្នឹងដែរប៉ុន្តែមិនទាន់មាននរណាម្នាក់គឺអាចសម្រេចបានដោយជោគជ័យនោះទេដូច្នេះហើយយើងក៏មិនដឹងថាវ៉ាងលីនគាត់គឺអាចធ្វើវាបានដែរឬអត់នោះទេអញ្ចឹងពួកយើងគឺមានតែរងចាំមើលទាំងអស់គ្នាហើយភាគខ្លីៗនៅក្នុងភាគទី86នេះអេដមីនក៏មានតែប៉ុណ្្នឹងដែរជាចុងក្រោយគឺពិតជាអរគុណច្រើនសម្រាប់ការគាំទ្ររបស់អ្នកគ្រប់គ្នាហើយពួកយើងនឹងចាំជួបគ្នាម្ដងទៀតនៅក្នុងវីដេអូក្រោយ